បើខ្មែរយើងឈ្នះអ្នកគាំទ្រនៅចាំមើលនៅចាំហូរទាស់តែលើកវារួចរាល់អស់ទើបដែរចេញអញ្ចឹងយប់ថ្ងៃសៅរ៍ស្ដាយណាស់បងប្អូនអើយក្របបាល់មិនគួរសោះហ្មងគឺសាច់លេងយើងដូចមានប្រៀបទៅលើគេប៉ុន្តែចុងម៉ោងថែមនាទីទៀតធ្វើឲ្យគេមានប្រៀបចូល2ទល់នឹង1បងប្អូនអើយសាកសម័យមើលបងប្អូនបើសិនជាយប់ថ្ងៃសៅរ៍ខ្មែរយើងឈ្នះអ្នកគាំទ្រម្នាក់មិនដឹងថាសប្បាយចិត្តប៉ុណ្ណាទេអ្នកខ្លះហូរទឹកភ្នែកនោះមិនមែនជាការទុកទេគឺហូរទឹកភ្នែកទាំងរំភើបរកដួលនៅពេលដែលបានកីឡាករខ្មែរយើងឈ្នះហើយម្នាក់ពោពេញដោយស្នាមញញឹមស្រួលមិនស្រួលឧទាហរណ៍អ្នកគាំទ្រទៅគ្នា5នាក់4នាក់អត់មានលុយចេញមកក្រៅកុំភ័យចាំខ្ញុំភេអាចនឹងមានអញ្ចឹងទៀតក៏ថាបានដោយសារតែគាត់សប្បាយចិត្តរំភើបពេកពេលដែលកីឡាករខ្មែរយើងទាត់បាល់មកគ្រាប់ចូលនិយាយពីថាអ្នកគាំទ្រម្នាក់ស្រ័យចង់ដាច់កន្លែតកំពង់កចោលនិយាយមែនគាត់សប្បាយចិត្តវាចុងក្រោយចេញពីកីឡាករទាំងអស់គាត់ចង់និយាយថាសូមទោសបងប្អូនខ្មែរទូទាំងប្រទេសដែលពួកគាត់មិនអាចយកជ័យជំនះនេះជូនទៅដល់បងប្អូនទាំងអស់គ្នាបានត្រឹមតែអ្នកឈើមើលគេលើកពានហូរសប្បាយ